សូមជម្រាបជូនទៅប្រជាពលរដ្ឋថៃខ្ញុំអត់បានយកប្រទេសថៃធ្វើជាសត្រូវទេមិនបានយកជនជាតិថៃធ្វើជាសត្រូវទេតែខ្ញុំក៏ត្រូវតែប្រឈមនឹងការពិតមួយអ្នកចាត់ទុកខ្ញុំជាសត្រូវខ្ញុំក៏ចាត់ទុកអ្នកក៏ជាសត្រូវដែរអ្នកណាក៏ដោយមិនថាខ្មែរមិនថាបរទេសទេបើសិនតាំងខ្លួនចាត់ទុកខ្ញុំជាសត្រូវហើយខ្ញុំគ្មានជំរឿទីព្រោះអត់ឲ្យជំរឿទី3សម្រាប់ខ្ញុំផងយកខ្ញុំធ្វើជាសត្រូវប្រជាជនថៃភាគច្រើនចង់បានសន្តិភាពភាគច្រើនចង់មានមិត្តភាពជាមួយកម្ពុជាក៏ប៉ុន្តែក៏មានក្រុមនិយមជលមួយក្រុមរាប់ទាំងមេដឹកនាំនយោបាយបានវាយប្រហារខ្ញុំលោកជំទាវអង្គនេះខ្ញុំបាត់បង់ការអត់ធ្មត់សម្រាប់លោកជំទាវហើយបន្ទាប់ពីលោកជំទាវចេញវាយខ្ញុំម្ដងហើយម្ដងទៀតវាយកម្ពុជាម្ដងហើយម្ដងទៀតថ្ងៃនេះខ្ញុំបញ្ជាក់អំពីតកូលស៊ីនវត្តដើម្បីឲ្យលោកជំទាវឲ្យប្រជាជនថៃបានដឹងថាអ្វីខ្លះទៅជារឿងរ៉ាវ